ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសុយសមន្តឆាមកពីក្រុម IU30 ថ្ងៃនេះមកនិយាយអំពីការ install SH server ហើយដំបូងយើងបាយ command sudo apt update របស់យើងហ្នឹងហើយយើងចុច enter មកហើយកន្លែងនេះវាទាមទារយើងបាយ password ដើម្បីចូល update វាសិនហើយម្ដងឡើយនេះយើងចាំវាបន្តិចទៅឲ្យវា load update រួចរាល់យើងបន្តទៅបាយ command មួយទៀតគឺជា command សម្រាប់ install SH របស់យើងហ្នឹងយើងវាយ command sudo apt ហើយ install open SH server យើងវាយតាមនោះមកហើយយើងចុច enter ទៅវានឹង install យើងហើយសម្រាប់នេះខ្ញុំ install រួចរាល់ហើយយើងទៅវាយ command មួយទៀតដើម្បី enable វាគឺ command sudo system enable now SH របស់យើងហ្នឹងហើយយើងវាយចឹងហើយយើង enter វាទៅហើយបន្ទាប់មកយើងត្រូវវាយ command ដើម្បីទៅ check មើល status របស់វាចង់ដឹងថាវាប្រើបានហើយយើងវាយ command sudo system control starter SH ហ្នឹងហើយយើងចុច enter មកវានឹង load ឲ្យយើងហើយនេះហើយកន្លែងនេះយើងឃើញថាវា load active ហើយយ៉ាងទៅវាស្មើនឹងrunning ហ្នឹងវាថាវាដំណើរការវា connect មួយគ្នាបានហើយយើងចុច stop វាមកហើយបន្ទាប់មកយើងទៅ allow SH របស់យើងវាយ command sudo auf allow SH យើងមកហើយចុច enter មកនេះកន្លែងនេះយើងឃើញហើយវា load root update v6 របស់យើងហ្នឹងហើយបន្ទាប់មកយើងទៅឆែក IP address យើងវាយ IP A មកដើម្បីឆែក IP address របស់យើងហ្នឹងនេះហើយកន្លែងនេះ IP address របស់យើង 10.0.2.15 ហ្នឹងគឺជា IP address របស់យើងហើយបន្ទាប់មកខ្ញុំទៅ open terminal ទៀតដើម្បី ping វាចង់ដឹងថាវាស្គាល់គ្នាអត់យើងចុចលើនេះមកហើយយើងយក new window មកហើយយើងកន្លែងនេះយើងវាយ ping ដើម្បីចង់ដឹងវាថាវាស្គាល់គ្នាអត់វាយ ping ហើយយើងមើលនេះយើងវាយ IP របស់យើងចូលទៅគឺ 10.0.2.15 ហ្នឹងនេះហើយកន្លែងនេះវា connect ជាមួយគ្នាហើយយើងដឹងហើយយើងចុច control C មកដើម្បីវាបាត់អាហ្នឹងវិញឃើញវា load ហើយបន្តមកទៀតយើងទៅឆែក SH របស់យើងគឺយើងត្រូវវាយ command SHហើយវាយសុវណ្ណសិទ្ធិមក add IP របស់យើងមិញហ្នឹង10.0.2.15 ហ្នឹងហើយយើងចុច enter មកហើយកន្លែងនេះយើងវា load សួរយើងថាជា continue connecting អត់ហើយកន្លែងនេះយើងវាយពាក្យ yes មកដើម្បី continue វា connect មួយគ្នាហ្នឹងហើយយើងចុច enter មកហើយកន្លែងនេះវាទាមទារយើងវាយ password របស់យើងវាយ password តាមហ្នឹងមកហើយចុច enter មកគឺវាឃើញហើយកន្លែងនេះគឺវាបានជោគជ័យហើយបន្ទាប់មកយើងទៅ run command who am I នេះហើយយើងវាយ who am I មកហើយយើង enter មកយើងឃើញនេះឈ្មោះរបស់យើងហើយបន្ទាប់មកយើងវាយ command host ហើយ then យើងវាយ host name របស់យើងមកនេះវាយ host មកហើយវា load ចេញមកនេះ POPOS នេះហើ
ហើយការធ្វើវីដេអូរបស់ខ្ញុំវាចប់ត្រឹមហ្នឹងហើយអរគុណលោកគ្រូដែលបានចូលមើលជំរាបលា